Ok,សួស្តីបងប្អូនអ្នកគ្នាមកថ្ងៃនេះមកលើកតកតងជាមួយប្រធានបទមួយដែលតែងតែនិយាយថាការងារផ្នែក MEP ហ្នឹងឲ្យតែទៅធ្វើគឺតែងតែមានបញ្ហាកាត់ឬក៏បុកបន្គេអញ្ចឹងមកអញ្ចឹងតកតងជាមួយបញ្ហាហ្នឹងវាមាន3ចំណុចធំៗដែលចូលរួមទី1តកតងជាមួយនឹងបញ្ហាប្លង់ទី2តកតងជាមួយនឹងតម្រូវការម្ចាស់ផ្ទះទី3តកតងជាមួយនឹងបញ្ហាជាងហ្នឹងខ្ញុំនិយាយ3ចំណុចធំហ្នឹងអញ្ចឹងសម្រាប់បញ្ហាប្លង់មិនប្លង់គឺមិនបានសិក្សាគ្រប់ជ្រុងជ្រោយឬក៏មិនមានប្លង់ហ្នឹងវាជាបញ្ហាមួយធំនៅពេលដែលយើងធ្វើជាក់ស្ដែងមានន័យថាគាត់ចង់ថែមគាត់ចង់ដាក់ថងនេះអ្វីដែលចង់ដាក់វាមិនមែនជាតម្រូវការដែលគាត់ត្រូវប្រើអញ្ចឹងអាហ្នឹងវាជាខេសនៅពេលដែលយើងធ្វើហើយគឺច្បាស់ណាស់វាទៅកាត់វាគេបៀកឆ្នាំបៀកហើយយើងត្រូវថែមហីហ្នឹងទី1ទី2តកតងជាមួយនឹងម្ចាស់ផ្ទះយ៉ាប់ធ្វើឲ្យគាត់ថែមមានន័យថាតម្រូវការរបស់គាត់ថែមថយក្រោយអញ្ចឹងគាត់ចង់ដាក់ថងនេះគាត់ចង់មានរបស់កន្លែងនេះមានថែមទៅលើម៉ាស៊ីនអីមួយអញ្ចឹងទៅយើងត្រូវការថែមព្រីឬក៏គាត់ត្រូវការបដូរទីតាំងម៉ាស៊ីនជាឬក៏គាត់ត្រូវការដូរទីតាំងស៊ីហ្វុងឬក៏ឡាបូអញ្ចឹងទៅអាហ្នឹងតកតងជាមួយនឹងបញ្ហាទី2ហើយសម្រាប់បញ្ហាទី3តកតងជាមួយនឹងជាងដូចគ្នាតកតងជាមួយការងារយើងទាំងអស់មិនថាក្នុងជាផ្នែក MEP ឬក៏ផ្នែកសំណង់ទេឬក៏ផ្នែកកញ្ចក់ឬក៏ផ្នែក map ឬក៏អីទេឲ្យតែមកធ្វើបើយើងមិនបានពិភាក្សាគ្នាតកតងជាមួយនឹង system ដែលរត់ទេឬក៏មានប្លង់មួយដែលសម្រាប់ពួកគាត់ទេច្បាស់ណាស់គឺវានឹងមានបញ្ហាទាំងតនៅកណ្ដាលមានន័យថាគាត់ទៅស្វែងគាត់ទៅចាប់កញ្ចក់ឬក៏គាត់ទៅស្វែងដាក់ labo ឬក៏គាត់ទៅស្វែងដាក់ map គឺវានឹងប៉ះទៅលើ system មិនថាប្រព័ន្ធនយោបាយទឹកមិនថាប្រព័ន្ធនយោបាយម៉ាស៊ីនជាឬក៏ភ្លើងទេអញ្ចឹងដើម្បីរកវិធីសាស្ត្រគឺមានតែពួកយើងនៅការថាហ្នឹងហើយដើម្បីទប់ស្កាត់កុំឲ្យវាកើនឡើងវាមិនមែន 100% ទេប៉ុន្តែវាកាត់បន្ថយពី 50% មកសល់ត្រឹម10ឬក៏ 20% កាន់តែតិចកាន់តែល្អនេះជាដំណោះស្រាយហើយយើងពិភាក្សាគ្នាឲ្យបានមុនទៅលើការងារទាំងអស់ហ្នឹងជាពិសេសទី1តកតងជាមួយប្លង់យើងបានសិក្សាលម្អិតឆ្លងជាមួយម្ចាស់ផ្ទះតកតងជាមួយនឹងតម្រូវការរបស់គាត់ទី2តកតងជាមួយនឹងម្ចាស់ផ្ទះសួរគាត់ឲ្យហើយតកតងជាមួយការប្រើប្រាស់របស់គាត់មានអ្វីខ្លះទី3តកតងជាមួយជាងដែលគាត់មកធ្វើគឺអ្នកដែលមានទូនាទីសម្រាប់ការថាហ្នឹងគឺត្រូវតែយល់ដឹងផ្នែកណាខ្លះដែលវាមានផលប៉ះពាល់ជាមួយនឹង system MEP អញ្ចឹងបើយើងប៉ុណ្ណឹងយើងធ្វើការប៉ុណ្ណឹងវាកាន់កាត់បន្ថយនៅលើបញ្ហាទាំងអស់ហ្នឹងដែលគេតែនិយាយថាផ្នែក MEP ហ្នឹងឲ្យតែមកធ្វើនឹងប៉ះពាល់ជាមួយនឹងគេជាមួយហើយសម្រាប់ពួកខ្ញុំក៏ដូចគ្នាដែរគឺពួកខ្ញុំជួបអញ្ចឹងដូចតែគ្នាទេប៉ុន្តែខ្ញុំនឹងរកខេសវាកាត់បន្ថយមានន័យថាមិនឲ្យវាកើតឡើងទៅលើ project ហ្នឹងរហូតដល់ 50% ទេខ្ញុំកាត់បន្ថយសល់ត្រឹម10ឬក៏ 20% project ក្រោយខ្ញុំកាត់បន្ថយវាសល់ត្រឹម5ឬក៏ 10% project ក្រោយសល់ត្រឹម 5% អីទៅគឺអស់ហើយអាហ្នឹងយើងមានតែសិក្សារៀនសូត្របន្ថែមយ៉ាវីដេអូខ្ញុំមានប៉ុណ្្នឹងទេសម្រាប់ share ជូនបងប្អូនអ្នកគ្នាអញ្ចឹងអរគុណច្រើនបាយបាយ